ញោមលហុងស្បែកជ្រូកនិយាយទៅប្រភេទញោមលហុងស្បែកជ្រូកនេះពេលដែលធ្វើហូបទៅដូចរំលឹករឿងអតីតកាលសម័យមុនមិនសូវមានចំណីចំណុកឬក៏មានលុយចាយបោដូចក្មេងឥឡូវទៅពេលអញ្ចឹងបើសិនជាយើងមានលុយបានទៅទិញញោមលហុងស្បែកជ្រូកដែលគេលក់ហ្នឹងមួយមានស្ដីដីមានជីមានអីនិយាយពីថាបានទិញហូបម្ដងនិយាយពីថាឆ្ងាញ់ហើយឆ្ងាញ់នេះក៏នឹកឃើញមូលមតិគ្នាជុំបងប្អូនធ្វើញោមលហុងស្បែកជ្រូកញ៉ាំជុំគ្នារសជាតិហើយនឹងអីនិយាយរួមទៅពេលដែលយើងញ៉ាំមានអារម្មណ៍ថាដូចតែយើងញ៉ាំហើយយើងមានអារម្មណ៍ថាដូចបែបអតីតកាលដូចថាអ្នកដែលធ្លាប់មានប្រវត្តិជាមួយនឹងញោមលហុងប្រភេទហ្នឹងព្រោះអីពីហ្នឹងมันងាយមានលុយយកទៅទិញហូបណាបងប្អូនទៅពេលអញ្ចឹងទៅពេលដែលយើងធ្វើយើងអីយើងហូបយើងតែងតែនឹកឃើញអតីតកាលពេលហ្នឹងនិយាយគ្នាជុំបងប្អូនសើចអញ្ចឹងចង់ដឹងពីវិធីធ្វើឬក៏បងប្អូនធ្លាប់តែញ៉ាំតែអត់ដឹងតែគេធ្វើមិនឬក៏ថាបងប្អូនចេះធ្វើហើយចង់ដឹងថាវិធីធ្វើដូចគ្នាអត់អញ្ចឹងយើងមើលវីដេអូហ្នឹងទាំងអស់គ្នាអញ្ចឹងដំបូងឡើយយើងបកកពឹសបកក្បាលកពឹសឲ្យស្អាតទៅហើយយើងយកកពឹសស្បែកជ្រូកយកទៅស្ងោរយើងមានស្បែកជ្រូកមានល្ហុងមានការ៉ុតមានជីគ្រប់មុខមានអីចឹងទៅយើងស្ងោរស្បែកជ្រូកស្ងោរជាមួយនឹងកពឹសឆ្អិនហើយយើងយកស្បែកជ្រូកមកហាន់ទូចតសៃចឹងមកយើងចាប់ផ្ដើមធ្វើទឹកត្រីហើយរបស់ដែលចោលអត់បានហ្នឹងគឺគ្រូឆ្មាដែលថាខ្ញុំអត់ប្រើទឹកខ្មេះទេគឺខ្ញុំប្រើគ្រូឆ្មាព្រោះយើងធ្វើញ៉ាំខ្លួនឯងអញ្ចឹងណាអញ្ចឹងយើងចាប់ផ្ដើមលាយទឹកត្រីចូលគ្នាបងប្អូនវិធីលាយគឺងាយទេខ្ញុំដាក់នៅក្នុងវីដេអូហ្នឹងឯងយើងលាយទឹកត្រីឲ្យសព្វចូលគ្រឿងជាតិល្មមមកយើងពេញចិត្តហ្នឹងហើយបន្ទាប់មកក៏យើងចាប់ផ្ដើមញ័រល្ហុងដែលយើងឈូសហើយយើងក៏ចាប់ផ្ដើមដាក់ចូលគ្នាមកយើងចាក់ទឹកត្រីដែលយើងលាយហើយហ្នឹងដាក់ញ័រច្បល់ចូលគ្នាច្បល់មកតែប៉ុណ្្នឹងគឺរួចរាល់ជាការស្រេចហើយនិយាយពីថារសជាតិធានាហ្មងបងប្អូនដែលធ្លាប់ហូបនិយាយពីអតីតកាលយើងហូបមកគឺរសជាតិបែបហ្នឹងនិយាយទៅខ្ញុំចងចាំអតីតកាលដែលខ្ញុំហូបញ័រល្ហុងហ្នឹងគឺមានឈ្ងុយក្លិនដូចជាយើងឈ្ងុយក្លិនកពឹសក្លិនស្បែកជ្រូកក្លិនជីក្លិនអីមកវាមានអារម្មណ៍មួយយ៉ាងដែលយើងពេលដែលយើងហូបទៅយើងនឹកឃើញអតីតកាលដែលយើងចងចាំមួយអញ្ចឹងណាបងប្អូនហើយបងប្អូនខ្ញុំគ្រួសារខ្ញុំគឺចូលចិត្តធ្វើហូបជុំគ្នាដោយសារថានិយាយរួមទៅគឺចូលចិត្តទាំងអស់គ្នាហ្មងមានអារម្មណ៍ដូចខ្ញុំអត់ពេលដែលយើងញ៉ាំញ័រល្ហុងស្បែកជ្រូកមានកពឹសមានអីចឹងណាបើសម្រាប់ខ្ញុំគឺអារម្មណ៍បែបហ្នឹងពេលដែលញ៉ាំហើយនិយាយពីថារសជាតិវិញគឺឆ្ងាញ់ឲ្យតែយើងលាយទឹកត្រីត្រូវគ្រឿងដែលយើងចូលចិត្តចឹងគឺឆ្ងាញ់តែម្ដងគឺងាយបែបហ្នឹងបងប្អូនអាចធ្វើតាមរបៀបខ្ញុំក៏បានឬក៏បងប្អូនមានរបៀបធ្វើផ្សេងអាចចែកម្លែកក្នុងខមមិនបានអរគុណជម្រាបលា